ngàyនេះមកធ្វើត្រីក្រហមបំពងឆាជូរអែមញ៉ាំម្ដងដោយសារតែខាន់ញ៉ាំយូរហើយឈ្មោះត្រីក្រហមឆាជូរអែមមែនប៉ុន្តែក្លិនវិញឡើងឈ្ងុយហ្មងហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបរបស់យើងសម្រាប់បន្លែគឺខ្ញុំដាក់ប៉េងប៉ោះម្នាស់ហើយនឹងខ្ទឹមបារាំងហើយមានស្លឹកខ្ទឹមផងដែរមានស្ករប៊ីចេងអំបិលរ៉តឌីម្សៅទុំទឹកប្រេងខ្យងខ្ទឹមសកញ្ច្រាំនិងត្រីក្រហមរបស់យើងហើយគ្រឿងផ្សំសម្រាប់ធ្វើឆាជូរអែមរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងយើងមកធ្វើការហាន់បន្លែរបស់យើងឲ្យក្លាយជាចំណិតទូៗសិនហើយនឹងគឺថាបន្លែរបស់ខ្ញុំនឹងគឺបានហាន់រួចហើយឥឡូវយើងទុកវាម្ដងសិនទៅហើយយើងមកធ្វើការបំពងត្រីរបស់យើងម្ដងហើយមុនបំពងត្រីហ្នឹងខ្ញុំក៏បានយកត្រីហ្នឹងទៅប្រឡាក់អំបិលសិនដើម្បីកុំឲ្យត្រីរបស់យើងបែកខ្លាយទៅដល់ពេលដែលយើងបំពងទៅត្រីរបស់យើងគឺបានល្អឥឡូវគឺថាពេលនេះគឺត្រីរបស់ខ្ញុំគឺបំពងរួចហើយគឺក្រហមល្អខ្លាំងមែនទែនឥឡូវខ្ញុំទុកវាម្ដងសិនទៅយើងមកធ្វើការដាក់ឆ្នាំងចាយក្តៅហើយចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមរបស់យើងឲ្យក្រហមបន្ទាប់ពីខ្ញុំបំពងខ្ទឹមបានក្រហមល្អហើយខ្ញុំក៏ធ្វើការចាក់ខ្ទឹមបារាំងរបស់យើងបំពងជាមួយគ្នាដែរដើម្បីធ្វើឲ្យខ្ទឹមរបស់យើងនឹងវាឈ្ងុយបានល្អបន្ទាប់មកទៀតខ្ញុំយើងដាក់បន្លែប៉េងប៉ោះហើយម្នាស់ចូលបន្ទាប់ពីយើងធ្វើការដាក់បន្លែហើយអស់ហើយឥឡូវយើងដាក់អំបិលរ៉តឌីចូលដាក់ប៊ីចេងស្ករសប្រេងខ្យងចុងក្រោយគឺទឹកអំពិលទុំបន្ទាប់ពីយើងដាក់គ្រឿងហើយអស់ហើយយើងក៏ធ្វើការកូរវាបន្តិចមកចាំយើងចាក់ទឹកស្ករចូលហើយបង្ងាស់វាបន្តិចមកដើម្បីឲ្យបន្លែរបស់យើងឆ្អិនចាំយើងដាក់ត្រីដែលយើងបានបំពងមុនចូលបន្ទាប់មកទៀតខ្ញុំក៏ធ្វើការដាក់ត្រីរបស់យើងចូលហើយបង្ងាស់វាទៅដើម្បីឲ្យត្រីរបស់យើងនឹងគឺចូលជាតិជាមួយបន្លែបានល្អហើយចុងក្រោយខ្ញុំក៏បានបន្ថែមស្លឹកខ្ទឹមចូលហើយយើងក៏ធ្វើការកូរបន្តិចទៅបិទហ្គាសប៉ុណ្ណឹងហើយត្រីក្រហមបំពងឆាជូរអែមរបស់ខ្ញុំគឺដល់ទីបញ្ចប់ហើយបាយបាយជួបគ្នានៅពេលក្រោយម្ដងទៀត